ប្រវត្តិនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមានរឿងដំណាលថានៅដើមនៃផតកັບមានសិទ្ធិម្នាក់មានបុត្រមួយឈ្មោះធម្មបាលកុមារជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀនចេះចប់ត្រៃវេទតាំងពីអាយុ7ឆ្នាំសិទ្ធិបិតាបានសាងប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំនៅឆ្នេរទន្លេដែលជាទីនៅនៃបក្សីទាំងឡាយធម្មបាលកុមារបានចេះទាំងភាសាបក្សីទាំងពួងផងហើយបានជាអាចារ្យសម្ដែងមង្គលផ្សេងដល់មនុស្សទាំងឡាយផងគ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្មនិងកបិលមហាព្រហ្មមួយអង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួងពេលនោះកបិលមហាព្រហ្មបានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហានឹងធម្មបាលកុមារ3ខដោយសន្យាទុកថាបើដោះប្រាថ្នាបាននឹងកាត់ព្រះសិរៈទ្រង់ដើម្បីបូជាចំពោះធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញធម្មបាលកុមារសូមឲ្យពន្យាពេលចំនួន7ថ្ងៃសិនដើម្បីគិតដោះប្រាថ្នាលុះកន្លងទៅ6ថ្ងៃហើយក៏នៅតែគិតមិនឃើញឡើយដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រកាសហើយដូច្នេះគួរតែរត់ទៅលាក់ខ្លួនពូនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាងទើបចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូដើមត្នោតនោះសត្វឥន្ទ្រីញីឈ្មោលធ្វើសម្បុកអាស្រ័យនៅវេលាយប់ឥន្ទ្រីញីសួរឥន្ទ្រីឈ្មោលថាព្រឹកនេះយើងបានអាហារពីណាស៊ីឥន្ទ្រីឈ្មោលឆ្លើយថាយើងនឹងស៊ីសាច់ធម្មបាលកុមារដែលត្រូវកបិលមហាព្រហ្មសម្លាប់ព្រោះដោះប្រាថ្នាមិនរួចឥន្ទ្រីញីសួរថាប្រាថ្នានោះដូចម្ដេចឥន្ទ្រីឈ្មោលឆ្លើយថាវេលាព្រឹកសិរីសួស្ដីស្ថិតនៅទីណាត្រូវឆ្លើយថានៅមុខហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលុបមុខខមួយទៀតថាថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណាត្រូវឆ្លើយថានៅទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូងខមួយទៀតថាវេលាល្ងាចសិរីស្ថិតនៅទីណាត្រូវឆ្លើយថានៅជើងហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងធម្មបាលកុមារបានឮដូច្នេះក៏ត្រឡប់ទៅប្រាសាទវិញលុះព្រឹកឡើងកបិលមហាព្រហ្មក៏មកសួរប្រាថ្នាធម្មបាលកុមារឆ្លើយដោះស្រាយតាមបែបបានឮមកកបិលមហាព្រហ្មហៅទេពធីតាទាំង7នាក់ដែលជាបាតបរិច្ចារិកាព្រះឥន្ទមកប្រាប់ថាឥឡូវបិតាត្រូវកាត់ព្រះសិរៈដើម្បីបូជាចំពោះធម្មបាលកុមារតែបើដាក់ក្បាលនោះលើផែនដីនោះនឹងកើតជាភ្លើងឆេះទាំងលោកកធាតុបើបោះទៅលើអាកាសភ្លៀងនឹងរាំងបើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់ដូច្នេះសូមឲ្យកូនទាំង7នាក់យកពានមកទទួលព្រះសិរៈបិតាថាហើយកបិលមហាព្រហ្មក៏កាត់ព្រះសិរៈហុចទៅឲ្យព្រះនាងទុងសាជាកូនច្បងព្រះនាងទុងសាបានយកពានមកទទួលព្រះសិរៈបិតារួចហែហោមប្រទក្សិណភ្នំព្រះសមេរុ60នាទីទើបអញ្ជើញទៅបដិស្ថានទុកក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលីភ្នំកៃឡាសបូជាគ្រឿងទិព្វផ្សេងព្រះវិស្វកម្មទេវបុត្រក៏
និមិត្តរោងទឹកធ្វើពីកែវ7ប្រការឈ្មោះថាភគវតីសភាឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់1ឆ្នាំជាសង្ក្រាន្តនាងទេពធីតាទាំង7ក៏ផ្លាស់វេនគ្នាមកអញ្ជើញព្រះសិរៈកបិលមហាព្រហ្មចេញមកហែប្រទក្សិណភ្នំព្រះសុមេរុជារៀងរាល់ឆ្នាំហើយត្រឡប់ទៅឋានទេវលោកដើម្បីតម្កល់វិញឈ្មោះទេពធីតាមហាសង្ក្រាន្តនិងគ្រឿងប្រដាប់កាយថ្ងៃអាទិត្យនាងទង្សាទេវីសៀតការទទឹមគ្រឿងប្រដាប់មទុមរាកភសាហាផ្លែឧត្តមអាវុធស្ដាំកងចក្រឆ្វេងសាំងពាហនៈគ្រុឌថ្ងៃច័ន្ទនាងគូរាកៈទេវីសៀតការអង្គាបោះគ្រឿងប្រដាប់មុក្តាភតាសាប្រេងអាវុធស្ដាំព្រះខ័នឆ្វេងឈើច្រត់ពាហនៈខ្លាថ្ងៃអង្គារនាងរាខៈសាទេវីសៀតផ្កាឈូកគ្រឿងប្រដាប់មោហរាភសាហាលោហិតអាវុធស្ដាំត្រីសោឆ្វេងធ្នូពាហនៈអសដរថ្ងៃពុធនាងមណ្ឌាទេវីសៀតផ្កាចម្ប៉ាគ្រឿងប្រដាប់ពិទូភសាហាទឹកដោះសពេអាវុធស្ដាំមជុលឆ្វេងឈើច្រត់ពាហនៈលាថ្ងៃប្រហោះនាងកិរិណីទេវីសៀតផ្កាមណ្ឌាគ្រឿងប្រដាប់មរតកភសាហាសណ្ដែកល្ងអាវុធស្ដាំចង្វេឆ្វេងកំភ្លើងពាហនៈដំរីថ្ងៃសុក្រនាងកិមេរាទេវីសៀតផ្កាចង្កលន័យគ្រឿងប្រដាប់បោះរាកភសាហាចេកណាំវ៉ាអាវុធស្ដាំព្រះខ័នឆ្វេងពិនពាហនៈក្របីរីឯថ្ងៃសៅរ៍នាងមហោទរាទេវីសៀតផ្កាត្រគៀកគ្រឿងប្រដាប់និលរតភសាហាសាច់ទ្រាយអាវុធស្ដាំកងចក្រឆ្វេងត្រីសោពាហនៈកងោក